សន្និដ្ឋានរបស់ខ្ញុំនេះខ្ញុំសូមរំលឹកចំណុចសំខាន់ពាក់ព័ន្ធទៅនឹងកម្មវិធីនយោបាយក៏ដូចជាយុទ្ធសាស្ត្រនៃការកែតម្រង់ការបង្កើតកិច្ចដំណើរការហើយជាពិសេសអ្វីដែលយើងត្រូវធ្វើជាមួយគ្នារវាងអដកហើយនិងរដ្ឋបាលខេត្តព្រះសីហនុពាក់ព័ន្ធដល់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះបាទដូចយើងអាដាមលោកទីលោកសីបានជ្រាបស្រាប់ហើយគឺថារាជរដ្ឋាភិបាលនីតិកាលទី7នេះគឺបានដំណើរការ2ឆ្នាំជាងហើយនៅក្នុងនីតិកាលទី7នេះគឺរដ្ឋាភិបាលដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ណាដំណាក់កាលទី1នេះគឺ5ឆ្នាំបញ្ចកោណតពីចតុកោណតពីត្រីកោណក៏ប៉ុន្តែអ្វីដែលសំខាន់នៅក្នុងបញ្ចកោណនេះក៏មិនខុសពីត្រីកោណក៏មិនខុសពីចតុកោណដែរគឺថាការកែតម្រង់ប្រព័ន្ធយុត្តិធម៌នៅតែជាការងារអត្តភាពប៉ុន្តែក្នុងយុទ្ធសាស្ត្រត្រីកោណក៏មានយុទ្ធសាស្ត្រចតុកោណក៏មានបញ្ចកោណនេះក៏មានដែរណាដែលជាកម្មវិធីអត្តភាពរបស់រាជរដ្ឋាភិបាលហើយជាពិសេសនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងសម្ដេចធិបតីនាយករដ្ឋមន្ត្រីប្រមុខរាជរដ្ឋាភិបាលហ្នឹងបានដាក់ចេញវិធានការកន្លឹះ5បន្ថែមលើយុទ្ធសាស្ត្របញ្ចកោណដាក់ចេញវិធានការកន្លឹះ5ហើយទាំង5នេះគឺថាពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋហើយដែលត្រូវអនុវត្តឲ្យសម្រេចបានជាលទ្ធផលជាក់ស្ដែងនៅក្នុងនីតិកាលទី7នេះអញ្ចឹង5នឹងមានន័យខ្លះដែលពាក់ព័ន្ធជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានទី1គឺសុខាភិបាលទី2អប់រំទី3ភូមិឃុំមានសុវត្ថិភាពទី4គឺរដ្ឋបាលសាធារណៈហើយចំណែកទី5គឺរឿងយើងនេះម្ដងប្រព័ន្ធយុត្តិធម៌អញ្ចឹង5នេះគឺថាជាវិធានការកន្លឹះហើយដែលត្រូវអនុវត្តឲ្យចេញលទ្ធផលជាក់ស្ដែងក្នុងនីតិកាលទី7ហើយវាពាក់ព័ន្ធទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋនៅនឹងមូលដ្ឋានវិធានការកន្លឹះទី5ពាក់ព័ន្ធរឿងរបស់យើងប្រព័ន្ធយុត្តិធម៌ហើយនៅក្នុងវិធានការកន្លឹះទី5នេះសម្ដេចនាយករដ្ឋមន្ត្រីណែនាំការងារ3ឲ្យក្រសួងយុទ្ធសាស្ត្រត្រូវតែអនុវត្តឲ្យចេញលទ្ធផលក្នុងនីតិកាលទី7នេះបានន័យថាការងារផ្សេងទៀតធ្វើតែប៉ុន្តែសំខាន់ការងារ3នេះជាការងារអត្ថិភាពដែលត្រូវធ្វើឲ្យចេញជាលទ្ធផលជាក់ស្ដែងនៅក្នុងនីតិកាលទី7ពាក់ព័ន្ធប្រព័ន្ធយុត្តិធម៌ការងារ3នោះមានអីខ្លះការងារទី1គឺរឿងយើងនេះរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការអាហ្នឹងការងារទី1ធំជាងគេណាហើយបកគលជួនក្រសួងយុទ្ធភ័ពរៀបចំការងារទី2ពាក់ព័ន្ធប្រព័ន្ធតុលាការពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការប្រជាពលរដ្ឋមានសំណុំរឿងនៅតុលាការកុំឲ្យគេរងចាំយូរណាដោះស្រាយបានលឿនត្រឹមត្រូវតាមផ្លូវច្បាប់ហើយការងារទី3ក៏ប្រព័ន្ធតុលាការដែរត្រួតពិនិត្យដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការអញ្ចឹងផ្អែកលើការងារ3នេះក្រសួងយុទ្ធភ័ពបានដាក់ចេញនូវយុទ្ធសាស្ត្រកែតម្រង់ប្រព័ន្ធយុទ្ធភ័ពផ្ដោតលើតសស្ដំតែ2នៅក្នុងនីតិកាលទី7នេះផ្អែកលើការងារ3ដែលខ្ញុំរៀបរាប់បាញ់មិញណាក្រសួងយុទ្ធភ័ពដាក់ចេញយុទ្ធសាស្ត្រកែតម្រង់ប្រព័ន្ធយុទ្ធភ័ពផ្ដោតលើតសស្ដំតែ2ទេតសស្ដំទី1គឺក្រៅប្រព័ន្ធរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតសស្ដំទី2គឺកែប្រព័ន្ធតុលាការណាអញ្ចឹងសសរស្តម្ភទី2នេះខ្ញុំសូមមិនលើកពេលនេះទេការកែតម្រង់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការហើយនេះជាការងារអភិវឌ្ឍទី1ដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រីណែនាំក្រសួងធម៌ត្រូវតែរៀបចំនិងអនុវត្តឲ្យចេញជាលទ្ធផលជាក់ស្ដែងនៅក្នុងនីតិកាលទី7អញ្ចឹងហើយបានជាយើងមានការជួបជុំគ្នានៅព្រឹកនេះឥឡូវយើងមើលថាតើហេតុអីក៏រដ្ឋាភិបាលចាំបាច់ត្រូវរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅក្នុងនីតិកាលទី7នេះហើយដាក់ចេញជាអត្ថប្រយោជន៍ទី1យើងមើលទៅឃើញថាសង្គមយើងគឺចាំបាច់ត្រូវការយន្តការនេះសង្គមណាមិនដឹងទេក៏តែសង្គមខ្មែរយើងគឺថាត្រូវគឺចាំបាច់ទេណាហើយយើងឃើញអត្ថប្រយោជន៍3ភាពចាំបាច់3ដែលត្រូវរៀបចំយន្តការនេះឲ្យដើរហើយមានប្រសិទ្ធភាពទី1គឺថាបង្កើតជំរឿសបន្ថែមសម្រាប់ប្រជាពលរដ្ឋបង្កើតជំរឿសបន្ថែមដែលងាយស្រួលមិនស្មុគស្មាញហើយសាមញ្ញណាសម្រាប់ប្រជាពលរដ្ឋនៅពេលដែលគាត់មានវិវាទព្រោះបើគាត់មានវិវាទគាត់មកតុលាការមិនសាមញ្ញទេព្រោះតុលាការមានច្បាប់មាននីតិវិធីដែលត្រូវអនុវត្តណាពី A ដល់ Z 1 2 3ដែលខុសនីតិវិធីគឺខ្លះសិតគឺមិនអាចទៅបានណាហើយដើម្បីបំពេញកិច្ចនីតិវិធីអស់បានគាត់ត្រូវការមេធាវីអញ្ចឹងមកថាមកតុលាការគឺមានបាច់បត់នីតិវិធីច្រើនណាស់មិនមែនជាការងាយស្រួលទេអញ្ចឹងទេយើងបង្កើតយន្តការបន្ថែមសម្រាប់គាត់គឺក្រៅប្រព័ន្ធតុលាការ
ណាមិនចាំបាច់ត្រូវការបែបបត់នីតិវិធីច្រើនណាហើយក៏មិនចាំបាច់ត្រូវការមេធាវីដែរណាតិចទៀតខ្ញុំនឹងបញ្ជាក់បន្ថែមយន្តការនេះវាសាមញ្ញងាយស្រួលរបៀបម៉េចអញ្ចឹងអានេះជាយន្តការបន្ថែមជាជំរឿនបន្ថែមបើអ្នកគាត់មានបញ្ហាគាត់មាននិវិតគាត់ចង់ទៅតុលាការក៏បានគាត់បើមិនចង់ទៅតុលាការគាត់មកយន្តការក្រៅប្រព័ន្ធតុលាការក៏បានអានឹងជាជំរឿនរបស់គាត់គេអានឹងបង្កើតជំរឿនបន្ថែមដែលសាមញ្ញងាយស្រួលមិនស្មុគស្មាញសម្រាប់ប្រជាពលរដ្ឋក៏តែសម្រាប់តែសំណុំរឿងមួយចំនួនដែលច្បាប់អនុញ្ញាតសំណុំរឿងរដ្ឋវិវិនីដែលសំណុំរឿងព្រំទាន់មិនអាចរើសបានទេព្រំទាន់គេថាត្រូវតែមកតុលាការណាដែលជាសមត្ថកិច្ចផ្ដាច់មុខរបស់តុលាការតិចទៅមលោបកូនគេទៅសម្លាប់គេលួចឆក់ប្លន់នេះសុំសម្រុះទៅក្រៅប្រព័ន្ធអត់ទេណាហ្នឹងហើយបានតែសំណុំរឿងរដ្ឋវិវិនីហ្នឹងគឺជំរឿនបន្ថែមហ្នឹងហើយគាត់រើសដែរណាតុលាការក៏បានក្រៅប្រព័ន្ធក៏បានអាហ្នឹងទី1គោលបំណងទី1ទី2គឺបង្កើតភាពសុខដុមរមនាក្នុងសហគមន៍អានេះដែលចាំបាច់សម្រាប់សង្គមខ្មែរអញ្ចឹងភាពសុខដុមរមនានៅក្នុងសហគមន៍អាហ្នឹងគឺចាំបាច់សង្គមណាមិនដឹងទេក៏តែសង្គមខ្មែរគឺចាំបាច់ដែរឥឡូវបើសិនជាគាត់មាននិវិតនឹងគ្នាគាត់ក្តីគ្នាទៅតុលាការណាក្តីគ្នារាប់ខែរាប់ឆ្នាំហើយក្តីទៅតុលាការមិនមែនចប់តែមកសាលាមិនចប់តែមកដំណាក់កាលនោះទេក្តីគ្នាពេលខ្លះរហូតដល់3ថ្នាក់សាលាដំបងម៉ូតូកពូលអញ្ចឹងបើសិនបើគាត់មានបញ្ហាហើយគាត់ក្តីក្តាំគ្នានៅតុលាការរាប់ខែរាប់ឆ្នាំហើយដល់3ថ្នាក់រហូតដល់កពូលទៀតអាហ្នឹងនៅពេលដែលដោះស្រាយចប់ហើយគឺថាគាត់មើលមុខគ្នាលែងត្រង់កុំថាឡើយបងប្អូនឪពុកម្ដាយសាច់ញាតិក្រុមគ្រួសារមិត្តភ័ក្តិតែកាលណាក្តីគ្នានៅតុលាការហើយរាប់ខែរាប់ឆ្នាំហើយក្តីគ្នា3ថ្នាក់ទៀតគឺថាមើលមុខគ្នាលែងត្រង់នឹងខ្លាចទៅជាស្ត្រីសួរពូជមកជីវិតព្រោះតុលាការតែមកតុលាការគឺតុលាការកាត់សេចក្តីណាតុលាការកាត់ក្តីហើយកាត់ក្តីគឺបានណាសម្រេចសេចក្តីផ្អែកលើអង្គហេតុផ្អែកលើអង្គច្បាប់ផ្អែកលើភ័ស្តុតាងដើម្បីរកនរណាខុសនរណាត្រូវកាត់ក្តីឲ្យនរណាឈ្នះនរណាចាញ់ណាអានេះតែមកតុលាការកាត់ហើយតែកាត់ក្តីហើយរកអ្នកខុសអ្នកត្រូវអ្នកឈ្នះអ្នកចាញ់ហើយអាហ្នឹងគឺថាប្រជាមើលមុខគ្នាលែងត្រង់ក៏ប៉ុន្តែបើគាត់ងាកមកក្រៅប្រព័ន្ធតុលាការក្រៅប្រព័ន្ធតុលាការខុសពីតុលាការគឺអត់កាត់ក្តីទេណាអត់កាត់ក្តីទេអត់ផ្អែកលើអង្គច្បាប់អត់ផ្អែកលើអង្គហេតុអត់ផ្អែកលើភ័ស្តុតាងទេគឺរកវិធីធ្វើម៉េចឲ្យគេស្រស់ស្រួលត្រូវគ្នាណាបញ្ចុះបញ្ចូលធ្វើម៉េចក៏ដោយប្រើគ្រប់វិធីទាំងអស់ណាទេពកោសលភាពប៉ិនប្រសពគ្រប់បែបយ៉ាងសិល្បៈគ្រប់បែបយ៉ាងដើម្បីធ្វើម៉េចឲ្យត្រូវគ្នាស្រស់ស្រួលគ្នាទទួលយកដំណោះស្រាយមួយដែលឈ្នះទាំងអស់គ្នាណាបើគាត់មកក្រៅប្រព័ន្ធគាត់ទទួលយកដំណោះស្រាយដែលឈ្នះទាំងអស់គ្នាគឺថាគាត់យ៉ាងហើយណាក៏អាចនៅមើលមុខគ្នាអាចនៅញញឹមដាក់គ្នាបានដែរណាក៏តែបើកាត់ក្តីហើយឈ្នះចាញ់ហើយមានខុសមានត្រូវហើយគឺថានឹងខ្លាចទីស្ត្រីសួរពូជអស់មួយជីវិតអូខេអាហ្នឹងដែលជាគោលបំណងធំរបស់យើងគឺថាបង្កើតនូវភាពសុខដុមរមនានៅក្នុងសហគមន៍នេះគោលបំណងធំទី2ចំណែកគោលបំណងធំទី3គឺដើម្បីជួយដល់ប្រព័ន្ធតុលាការណាក្រៅប្រព័ន្ធគឺជួយគ្រប់គ្រងដល់ប្រព័ន្ធតុលាការដើម្បីកុំឲ្យរឿងក្តីតុលាការច្រើនពេកណាមកស្ទះរឿងតូចតាចភូមិផងលបងក្រុមគ្រួសារប្តីប្រពន្ធក៏មកតុលាការដែរគឺថាតុលាការជន់លិចដោយសំណុំរឿងអញ្ចឹងមិនមានពេលក្នុងការដោះស្រាយសំណុំរឿងធំសំខាន់ពាក់ព័ន្ធនឹងសន្តិសុខជាតិសម្ដាប់ទ្រព្យសាធារណៈអីអត់ទេបើគ្រប់រឿងទាំងអស់មកតុលាការមិនជន់លិចអញ្ចឹងអាចកែតម្រង់តុលាការជំរុញពន្លឿនការដោះស្រាយរឿងក្តីទៅមិនកើតលឿនមិនកើតបើរឿងវាច្រើនមនុស្សវាតិចណាអញ្ចឹងការរៀបចំក្រៅប្រព័ន្ធដើម្បីម្លែករឿងខ្លះមកណាម្លែករឿងខ្លះពីតុលាការមកតុលាការក៏ធូរដែរបើក្រៅប្រព័ន្ធដោះស្រាយបាន10រឿងតុលាការធូរ10រឿងបើក្រៅប្រព័ន្ធដោះស្រាយបាន20រឿងតុលាការធូរ20រឿងអូខេអញ្ចឹងអាហ្នឹងគោលបំណងធំ3ហ្នឹងដែលយើងចាំបាច់ត្រូវរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការក្នុងនីតិកាលទី7អូខេឥឡូវមកដល់ពេលនេះគឺថាជិត2ឆ្នាំហើយគឺរាជថាពិបាលនីតិកាលទី2បានបង្កើតនៅអាជ្ញាធរជាតិថ្មីមួយដែលយើងហៅថាអដកណាអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការហើយកុំច្រឡំអាជ្ញាធរនេះមិនមែនបោះក្រសួងយុទ្ធភ័ពមិនមែននៅក្រោមក្រសួងយុទ្ធភ័ពទេ
ក៏តែគ្រាន់តែប្រធានអាជ្ញាធរជាឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងយុទ្ធសាស្ត្រគឺឧត្តមកើតរិទ្ធហើយមានសមាជិកអនុប្រធានសមាជិកពីស្ថាប័នពាក់ព័ន្ធដទៃទៀតដូចនៅទីនេះយើងមានក្រសួងអធិការកិច្ចឧត្តមហេងលំត្រីយើងមានក្រសួងកិច្ចការនារីយើងមានក្រសួងមហាផ្ទៃយើងមានទីស្តីការគណៈរដ្ឋាភិបាលនេះជាយន្តការស្ថាប័នថ្នាក់ជាតិមួយថ្មីណាដែលរាជរដ្ឋាភិបាលបានបង្កើតឡើងហើយដឹកនាំដោយឧបនាយករដ្ឋមន្ត្រីមួយរូបហើយក្នុងនីតិកាលទី7នេះរាជរដ្ឋាភិបាលចាត់តាំងអាដាមកើតរិទ្ធឧបនាយករដ្ឋមន្ត្រីសុធរជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅពន្ធតុលាការហើយខ្ញុំបាទជាអនុប្រធានប្រចាំការហើយយើងមានអនុប្រធានសមាជិកផ្សេងទៀតមកពីក្រសួងស្ថាប័នផ្សេងទៀតអញ្ចឹងអាជ្ញាធរជាតិនេះបានបង្កើតឡើងហើយមានសំណួរសួរច្រើនដែលខ្ញុំសូមបញ្ជាក់ពេលនេះអ្នកខ្លះគេសួរថាចុះបើអាជ្ញាធរជាតិនេះបង្កើតហើយតើស្ថាប័នដោះស្រាយវិវាទក្រៅពន្ធតុលាការផ្សេងទៀតដែលកំពុងធ្វើរាល់ថ្ងៃទៅជាយ៉ាងម៉េចទៅរំលាយចោលឬមួយក៏ផ្អាកណាហើយមន្ត្រីជាពិសេសគឺរដ្ឋបាលរាជធានីខេត្តក្រុងសុខខណ្ឌដែលធ្វើការងារដោះស្រាយវិវាទក្រៅពន្ធតុលាការរាល់ថ្ងៃនេះតើត្រូវឈប់ឬមួយក៏យ៉ាងម៉េចជាពិសេសគឺការិយាល័យនីតិកម្មនិងសម្រុះសម្រួលវិវាទមូលដ្ឋាននេះដែលធ្វើការងារដោះស្រាយវិវាទក្រៅពន្ធតុលាការរាល់ថ្ងៃហើយមានស្ថាប័នផ្សេងទៀតដែលដោះស្រាយវិវាទក្រៅពន្ធតុលាការដែរតើអាជ្ញាធរនេះបង្កើតឡើងហើយតើពួកគាត់ត្រូវឈប់ឬមួយក៏ជំនួសដោយអាជ្ញាធរនេះអញ្ចឹងជាចម្លើយគឺថាចង់បញ្ជាក់ឲ្យច្បាស់នៅទីនេះគឺថាអាជ្ញាធរនេះមិនទៅលុបយន្តការដែលមានស្រាប់អាជ្ញាធរនេះមិនទៅជំនួសឲ្យយន្តការដែលមានស្រាប់ទេក៏ប៉ុន្តែទៅបំពេញបន្ថែមណាមិនទៅលុបមិនទៅជំនួសក៏ប៉ុន្តែទៅបំពេញបន្ថែមបានន័យថាម៉េចបានន័យថាយន្តការដែលមានស្រាប់គឺនៅបន្តការងាររបស់ខ្លួនធម្មតាពីមុនមកធ្វើម៉េចបន្តធ្វើអញ្ចឹងដែររដ្ឋបាលខេត្តក្រុងស្រុកខណ្ឌណាការិយាល័យនីតិកម្មសម្រុះសម្រួលវិវាទដែលធ្វើការងារដោះសម្រុះសម្រួលវិវាទក្រៅពន្ធតុលាការសពថ្ងៃដែលពីមុនធ្វើម៉េចបន្តការងារនឹងតទៅទៀតឥឡូវបំពេញបន្ថែមយ៉ាងម៉េចបំពេញបន្ថែមបានន័យថាវាខ្វះខាតអីមួយបានទៅបំពេញណាបានន័យថាយន្តការមានសពថ្ងៃនេះវាខ្វះអីមួយបានចាំបាច់ទៅបង្កើតអាជ្ញាធរនេះទៅបំពេញឲ្យឥឡូវយើងមើលតើខ្វះអីឥឡូវលោកលោកស្រីនៅទីនេះសិតតែអ្នកអនុវត្តការងារនេះផ្ទាល់ហើយនៅរដ្ឋបាលក្រុងស្រុកខណ្ឌជាពិសេសការិយាល័យនីតិកម្មសម្រុះសម្រួលវិវាទមូលដ្ឋានគឺដឹងតែខ្វះអីហ្នឹងព្រោះមុនបង្កើតអាជ្ញាធរនេះយើងបានធ្វើ survey បានធ្វើការសិក្សាស្រាវជ្រាវមួយហើយរកឃើញចំណុចប្រហោងចំណុចខ្វះខាតមួយធំដែលចាំបាច់ត្រូវបង្កើតអាជ្ញាធរទៅបំពេញឲ្យចំណុចដែលខ្វះខាតធំនោះគឺរឿងអីគឺវិវាទដែលសម្រុះសម្រួលចប់ហើយវាអត់ចប់ជារៀងរហូតណាចប់ហើយវាអត់ចប់ជារៀងរហូតគឺវាតែងតែលបឡើងវិញអញ្ចឹងរឿងដែលយើងព្យាយាមសម្រុះសម្រួលចប់ហើយវាអត់ចប់រហូតវាលបឡើងវិញណាគាត់ព្រមព្រៀងថ្ងៃនេះស្អែកឡើងក៏ដូរចិត្តបាត់ហើយយើងបង្ខំគាត់អត់កើតណាហ្នឹងវាជាចំណុចខ្វះខាតធំបំផុតតែលោកស្រីជួបតែបញ្ហាអញ្ចឹងឯងក្នុងការងារប្រចាំថ្ងៃជួបទេបាទគេអាហ្នឹងជាចំណុចខ្វះខាតធំហើយរដ្ឋបាលខេត្តក្រុងស្រុកខណ្ឌខ្លះទៀតគឺចវាយខេត្តចវាយក្រុងចវាយស្រុកសម្រុះសម្រួលផ្ទាល់ណាសម្រុះសម្រួលផ្ទាល់ត្រូវរើគ្នាអស់ហើយទទួលយកហើយដល់ពេលថ្ងៃក្រោយដូរចវាយខេត្តដូរចវាយក្រុងដូរចវាយស្រុកប្តឹងគ្នាឲ្យពេញទឹកពេញដីទៅគ្រប់កន្លែងតែនោះដែលជាបញ្ចំណុចពិសេសរបស់អាជ្ញាធរនេះដែលយន្តការផ្សេងអត់មានណាកំណត់ហេតុដែលចេញដល់អាជ្ញាធរកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទដែលចេញដល់អាជ្ញាធរនេះគឺថាមានតម្លៃដូចសាលក្រមស្ថាពររបស់តុលាការបានថាកំណត់ហេតុដែលអាជ្ញាធរចេញគឺដូចសាលក្រមស្ថាពររបស់តុលាការអញ្ចឹងណាហើយរដ្ឋបាលខេត្តក្រុងសុខខណ្ឌអត់បានទេចេញសាលក្រមអត់បានទេកំណត់ហេតុដែលយើងចេញហើយឲ្យដូចសាលក្រមបខំគេអនុវត្តអត់បានទេក៏តែអាជ្ញាធរធ្វើបានតាមផ្លូវច្បាប់រាជកិច្ចបានបកគលអំណាចគឺថាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទដែលចេញដល់អាជ្ញាធរនេះគឺមានតម្លៃទៅយើងដោយសាលក្រមស្ថាពររបស់តុលាការអញ្ចឹងយើងដឹងតែសាលក្រមស្ថាពរតុលាការចេញហើយតើមានណាបកកាយមិនអនុវត្តបានទេបើមិនអនុវត្តគេចាប់បខំទៅអនុវត្តតាមនីតិវិធីនៅទីច្បាប់អានេះជាចំណុចពិសេសហើយរដ្ឋបាលខេត្តអាចទទួលបាននៅអំណាចនេះណា
bởi trong ngày riêng đại khuôn sầm rốt cũng chọc hơi ai bị chọc chỉ riêng là hốt á cứ ai từ tôi ban được sự tồn tại này ban này còn một tái tam một dạng âm MOU chỉ môi nâng nhà thọ chiết chỉ môi nâng o đỏ cỏ tam dạng âm MOU dạng mấy nợ bây giờ bên âm MOU bên cách sao bắt ca kia rước đại rót ba khai sầm rốt chọc hơi ban được sầm rốt luôn này nhỉ cả lay nít cam nâng sầm rốt biết mùi than rót ba không sẽ cắt trong sốc khăn đấy sầm rốt chọc hơi hay trong là bị chọc chỉ riêng là hốt nếu mình trong là bị lọt lang quýnh tam giác âm MOU ai sna xong mơ nhà thôi là bây chơi cái lọt hai tàu rót ba khai sầm rốt luôn này nhỉ trong sốc khăn cầm tay là bây giờ chọc hơi vậy trên cái lọt hai tàu vậy trong cái lọt hai nó đôi xa con stop bọt lá cả sna xong mơ đỏ co mà đỏ co nâng trên cái lọt hai tàu pê nâng cái tha riêng đi nâng chọc hay chọc chỉ riêng đó rồi hồ còn tác bên mình sna xong màu đỏ co thế luôn anh trên cái lọt hai đấy miền tầm lấy đôi xa con stop bọt lá cả bàn này trên cái bàn này còn tác bên miền cách xa ca chỉ môi nhưng đỏ co tam giác MOU anh sna xong màu đỏ co trên người bàn thế pê nâng cái tha riêng nâng chọc chỉ riêng rồi hồ chẳng thế cái tha bây giờ cả cam là bỏ đỏ có nâng đau chốc MOU chỉ môi nâng group rock bà đi từ này khai tiếng họ rồi trong đó tới ban đào bạn giờ tới chặt tăng ấy đào chọc group đi từ này khai mà đào về đến tầm ban đào pi gì đi từ này khai nên bắt to chọc từ tiền cầm tay mình chọc xong sai môi sẵn đầm bây giờ dưới pi sạ sầm khăn đừng thiết trắng chẳng bạch mình ai thà mau liêm chọc liêm vô tại đòn thì chẳng khai phải sợ lúc trong thời mau đòn thiết coi sự khai sả này mau đòn thiết đầm bây chọc chỉ môi nên ai đòn áp bán khai vì lúc những ai sạ ca cái này thì bạn hãy tạm giác MOU ní rót ba khai chuyện anh nhé chuyện anh mong chuyện anh bay từ tôi ba khai cho bay đời ắt kết lại PO là cỏ tìm mũi ca con to này phải chạy cái gì pro đà chùm niên vì thi xa phải chạy cái để ca sầm bốp sắc sang gì ai sna xong là có là đó là vẽ pro đà chùm nghe anh chuyện anh tí tìm mũi TP xạ ca mùi đỏ cỏ rương để rót ba khai đọc slide chứ cao rương chán phải đo tuần ai phải chun mà đỏ cỏ để bay chui đỏ hảo rương chán phải đo tuần rương mỗi cờ rương mà chỉ luôn smoke smile ram ray đòn chơi nhé phải chun mà đỏ cỏ chui đỏ rương mỗi có rương để luôn gặp bông để đo slide hay ở trong cô lại kia để trong to đo slide là đặc biệt còn tay thời ca chỉ nuôi ai na xong đỏ cỏ phải chun mà tay mà xạ ca cái này đọc nên cái này nhé thì mỗi ai phải chu này đọc có đó thì pi ai na xong đọc có là bây cho nó xả cạc nhé đọc rùm kia nên cái này cái này nó chừng này tí thì pi chừng này chừng này tí bấy cái đường bọt hai này thông như kia đường là khai sầm mua chọc hơi hay trong này biết chọc chia tha có cái tha ai na xong đọc có là bây đọc có trên cái bọt hai cầm nó thay đầu là nó biết được lấy đôi sao con star bọt là cả cầm tay bọt ắt xong đọc có thế cầm nót hai đời đó ba khai thuế mình ăn mình làm lấy smart sao com stapper rồi bỏ tờ lá ca bàn cái chân từ tôi ban tháp bây giờ 7 nó đợi ít kịch lại